នៅក្នុងឆ្នាំនេះប្រទេសកម្ពុជាទើបបានទទួលនៅការចុះអនុសាសនៈស្ដីពីការនាំចេញដំណាំកសិផលចំនួន3មុខគឺមានទុរេនស្បែកក្រពើហើយនិងសម្បុកត្រចៀកកម្មទាំងអស់នេះគឺមានភាពចាំបាច់ណាស់ដែលទាមទារឲ្យយើងមានការរៀបចំឲ្យបានត្រឹមត្រូវនៃខ្សែចង្វាក់ផលិតកម្មរបស់យើងចាប់ផ្ដើមតាំងពីការរៀបចំផលិតចងក្រងគ្នាជាសហគមន៍ធានាឲ្យបាននៅតាមក្របខ័ណ្ឌនៃស្តង់ដារពុទ្ធគិនាម័យក៏ដូចជាការតបជាប់ទៅនឹងកន្លែងវិកខ្ចប់ដើម្បីធ្វើការនាំចេញឲ្យត្រូវតាមស្តង់ដារតែម្ដងហើយអាដាមមន្ត្រីក៏បានលើកពីសារៈសំខាន់នៃការធានាបានគ្រប់នៅស្តង់ដារគេហៅកសិកម្មល្អឬក៏ GAP នោះដើម្បីធានាបានថាចំការរបស់យើងអាចចុះបញ្ជីនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើការនាំចេញអាដាមមន្ត្រីក៏បានរំលឹកអំពីសារៈសំខាន់នៃថែរក្សានៅប្រភពអត្តសញ្ញាណនិងធានាឲ្យបាននូវភាពស្មោះត្រង់ណាមួយនៃការផលិតរបស់យើងដើម្បីធានាថាអ្នកទិញរបស់យើងអាចមានទំនុកចិត្តអំពីការផ្គត់ផ្គង់ដំណាំទុរេនចេញពីតំបន់អូសោមនេះហើយអ្វីដែលជាការចាប់អារម្មណ៍ដែរនោះគឺថានៅទីនេះយើងមានកន្លែងទីតាំង workshop ដែលអាចបំពេញតាមស្តង់ដារនាំចេញហើយត្រៀមលក្ខណៈសម្បត្តិដើម្បីធ្វើការនាំចេញផ្ទាល់ទៅកាន់ប្រទេសចិនតែម្ដងហើយអ្វីដែលយើងបានឃើញទាំងអស់នេះគឺជាការត្រៀមលក្ខណៈសម្បត្តិរបស់បងប្អូនកសិករអ្នកដាំទុរេនយើងហើយសង្ឃឹមថានៅពេលដល់ផ្ទៃខាងមុខនេះយើងនឹងអាចប្រមូលផ្ដុំចំការបើតាមព័ត៌មានដែលយើងទទួលបានមានផ្ទៃដីប្រហែលជា 5-600 ហិកតាឬក៏ទុរេន 5-6 ម៉ឺនដើមនៅទីនេះរួចស្រេចហើយបើយើងអាចចងក្រងគាត់ឲ្យទៅជាសហគមន៍កសិកម្មទំនើបធ្វើការជាមួយនឹងក្រសួងកសិកម្មតភ្ជាប់ទៅនឹងកន្លែង workshop ដើម្បីធ្វើការនាំចេញនោះកសិករអ្នកដាំទុរេនយើងនឹងអាចមានលទ្ធភាពស្វែងរកប្រាក់ចំណូលបានល្អប្រសើរក្នុងពេលអនាគតហើយក្រសួងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយនឹងបងប្អូនកសិករអ្នកដាំទុរេនយើងនៅក្នុងតំបន់អូសោមនេះតែម្ដង